សួស្តីពុកម៉ែបងប្អូនអរគ្នាបាទហ្នឹងហើយនឹងយើងជិះរលែកដើរនៅតាមផ្លូវទៅខេត្តកែបនេះនៅតាមផ្លូវបងប្អូនយើងប្រកាសជាឃើញហើយជិះពីភ្នំពេញទៅឃើញសាលាខេត្តមួយហើយមានស្រែអំបិលស្រែអីរុំមានតែមួយទេនៅហ្នឹងហើយនេះយើងមកលេងសហគមន៍ព្រៃឈើអត់ដឹងតែគេហៅទេបងប្អូនតែគាត់ខ្ញុំមើលអត់ច្បាស់ចឹងណាតែគាត់ដឹងថាសហគមន៍ព្រៃកងកាងហើយបន្ទាប់មកយើងជិះតាមផ្លូវចឹងរហូតយើងជិះពីពេញមកបងប្អូនឃើញហើយជិះមកខាងស្ដាំដៃឃើញគេដាក់ឲ្យតែបងអ្នកខ្លះស្អីចាប់អារម្មណ៍មើលបែរជាអត់ដឹងទេព្រោះថាប៉ាយគាត់ដូចថាដីហុយដីចឹងណាតែបងប្អូនមានឱកាសបានមកលេងជួយមកលេងបងប្អូនហើយនៅសហគមន៍ហ្នឹងគឺតែស្វាស្អាតតែគាត់ថាវាអត់សូវមានភ្ញៀវមកលេងចឹងណាពេលខ្លះខ្ញុំឃើញចឹងក៏ចង់ទៅលេងចង់ទៅអីដែរចង់ទៅគេដែរតែគាត់ថាអត់មានឱកាសតែបងប្អូនមានឱកាសអីតោះគ្នាទៅលេងទៅគឺសប្បាយស្ងប់ស្ងាត់យើង relax បែបធម្មជាតិអីចឹងទៅអត់មានបញ្ហាទេយើងស្មុគស្មាញស្មុកអីយើងទៅនឹងទៅត្រូវហើយបងប្អូន relax បែបធម្មជាតិរកត្រីរកអីហើយយើងជិះមកនេះមានស្រែអំបិលអានេះឃ្លាំងដាក់អំបិលបងប្អូនពុំមានអ្នកគ្នាមែនកន្លែងអីណាទៅច្រឡំកន្លែងដាក់ឃ្លាំងកន្លែងអីមែនទេគឺហ្នឹងហើយសិតតែឃ្លាំងដាក់អំបិលណាបងប្អូនតមកយើងជិះមកត្រង់រហូតមកនេះមកដល់សហគមន៍ខាងផ្លូវគាត់ចង្អែផ្លូវនៅសហគមន៍វាអត់សូវស្អាតទេតែអានេះខ្ញុំទៅខែរដូវកាលខែល្ងាពុកម៉ែបងប្អូនអ្នកគ្នាអត់សូវមានទឹកទេតែបើសិនជាឡើយមិននិយាយទេទឹកថ្លាឆ្វង់ហើយទឹកហ្នឹងតិចពុកម៉ែបងប្អូនច្រឡំទៅប្រហែលជាទឹកសាបអីតែមិនមែនទេគឺទឹកប្រៃបងប្អូននេះសហគមន៍ទេសចរធម្មជាតិសហគមន៍នេះហើយតោះយើងមកដល់យើងមកមានណានេះដីហុយដីចឹងមកយើងក៏សម្អាតខ្លួនសម្អាតដីចឹងមកយើងមុននឹងយើងដើរលេងគឺយើងត្រូវ relax ត្រូវអីដើម្បីឲ្យក្លិនខ្លួនកោបអញ្ចឹងណាបន្ទាប់មកយើងក៏តែងខ្លួនតែងសិនចាំមកបោះដីបោះអីចឹងសិនមកហើយមានណានេះអូខេតោះ let's go យើងចូលមើលក្នុងនោះបងប្អូននេះណាដើរទូឯកដើរពងឲ្យស្វែងរកបាក់សីភាសាទីប្រឹក្សាហើយតោះមកយើងរៀបរាប់ប្រាប់ចេះទៅមានអីនិយាយស្អីទេចេះទៅកាយការទេខ្ញុំថាឲ្យនិយាយអត់សូវប៉ុនទេតែថា voice អូខេអាចទៅបានទៅរួចតែនេះមានណាអ្នកមកទេសចរនេះខ្ញុំទៅខេត្តកំពតលើកដំបូងប្រហែលបងប្អូនមានអ្នកគ្នាហើយក្មេងតូចនាំយើងដើរលេងដើរអីចឹងមកអ្នកមាននេសាទមានអីចឹងមករួមទៅវាឡើងថាស្ងប់ស្ងាត់ហើយវាថាតាមតំបន់សមុទ្រគឺយើងមើលទៅស្រស់ស្រាយទេសភាពអីមើលមកអត់ស្មុគស្មាញអត់ឈឺក្បាលទេបងប្អូននេះឃើញចឹងមិនទឹកជ្រៅទេណាទឹករាក់ទេគេដើររោមឹករោក្តាមឲ្យនេះក្តាមគេយកបុកលហងបងប្អូនពុំមានអត់គ្នានៅនឹងសម្បូរណាបងប្អូនចង់បានគីឡូក៏បានដែរនេះក្តាមអត់ខ្វះទេតែគាត់ថាអត់ហ៊ានចោះទេកន្លែងហ្នឹងវានៅចិត្តប្រគុណដែរតែគាត់ថាយើងវាហ៊ានចោះនៅខាងកន្លែងកសិសមាគមគេដល់ពេលហ្នឹងទៅដើរហ៊ានចោះចាប់វាទេបើថាតាមចិត្តចង់បាននោះមិននិយាយទេនេះដាក់បុកលហងឆ្ងាញ់ណាប្រហែលពុំមានអើយច្រើនទេណាមិនតិចទេណាខ្ញុំឃើញមិនសិនទៅចិត្តគាត់ទៅពី3គីឡូហ្នឹងមិនតិចទេហើយយើងក៏ថតអីចឹងទៅនៅសៀមមានតាណាទេមើលទៅគាត់តែជ័រគាត់តែនៅសៀមប៉ុន្មានតែវារស់ទាំងអស់ហើយអ្នកក្មេងតូចកំពុងតែរោចាប់វាតែប៉ុតគ្មានតែហ៊ានចាប់គ្មានតែចោះទេបានតែមើលទេនេះអូសើចអីណាអូដល់គាត់ប៉ុតឃើញក្តាមណាហើយមានណានេះយើងក៏ជួបម្ចាស់កន្លែងគាត់អ្នកមើលកាសត្រូវនឹងចឹងហើយតាមពិតយើងសូមលេខទូរស័ព្ទគាត់ដើម្បីយើងតំណងចង់ទៅស្នាក់នៅគេងលេងចឹងណាហើយខ្ញុំក៏មានកម្រងចង់ទៅលេងម្ដងទៀតតែអត់មានឱកាសចាំមើលមានឱកាសខ្ញុំនឹងទៅលេងម្ដងទៀតហើយខ្ញុំនឹងថត review គ្រប់កន្លែងបងប្អូនមើលពីតំបន់សមាគមទេសចរនៅស្រុកយើងគឺស្អាតស្អាតណាស់ពុកម៉ែបងប្អូនពុំមានអ្នកគ្នាអើយហើយឥឡូវហ្នឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបាយអ្នកនរគ្នាចាំតាមដានវីដេអូខ្ញុំនៅភាគក្រោយអ្នកគ្នាណាអូខេបាយយើងនឹងដើរលេងនៅខ្មែរយើងគ្រប់កន្លែងគ្រប់ខេត្តគ្រប់ក្រុងដើម្បីបងប្អូនមើលអូខេបាយ